ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺបងប្អូនមកជួបមួយលោកគ្រូតេតងយើងរៀនចំណុចបន្ទាប់ទៀតនៅក្នុងមេរៀនតម្រូវភាសាហ្នឹងអញ្ចឹងនៅក្នុងវីដេអូមុនគ្នាយើងបានរៀនតេតងទៅនឹង neuron ដែលស្គាល់ពី neuron តែនៅក្នុងថ្ងៃនេះគឺយើងសិក្សាអំពីចំណុចអង្គុយភាសាអញ្ចឹងអង្គុយភាសានេះវាគឺជាព័ត៌មានដែលដឹកនាំដោយ neuron តាអញ្ចឹងនេះគឺជាអង្គុយភាសានេះគឺអង្គុយភាសាអញ្ចឹងអង្គុយប្រសាទវាគឺជាព័ត៌មានដែលដឹកនាំដោយ neuron ក្រោមរូបភាពជាសញ្ញាអគ្គិសនីហើយនិងគីមីណាសញ្ញាគីមីហើយនិងគីមីដែលវាមានល្បឿន120ម៉ែត្រនៅក្នុង1វិនាទីអញ្ចឹងសកម្មភាពវាអាចធ្វើដំណើរទៅបានគឺ neuron ជាអ្នកដឹកនាំណា neuron ជាអ្នកដឹកនាំអញ្ចឹងនេះគឺតកតងទៅនឹងគេនិយាយអំពីទិសដៅរបស់អង្គុយប្រសាទឆ្លងកាត់ neuron ហ្នឹងតើវាធ្វើដំណើរចាប់ផ្ដើមពីកន្លែងណាទៅកន្លែងណាអញ្ចឹងដំបូងគឺយើងត្រូវស្គាល់ពីរូបគុំរបស់ neuron សិនគឺនេះគឺជាតង់ទ្រីបហើយនេះគឺជាតួកោសិកាហើយនេះគឺជាអាហ្សូនណាជាអាហ្សូនហើយនេះជាចុងអាហ្សូននេះជាហៅថាចុងស្ញែងណាអញ្ចឹងអូខេអញ្ចឹងនេះគឺជាសកម្មភាពទិសដៅអង្គុយប្រសាទដំបូងអញ្ចឹងនេះលោកគ្រូគូសណានេះគូសដូចហ្វឺតក្រហមនេះដូចជាអង្គុយប្រសាទអញ្ចឹងអង្គុយប្រសាទនេះបានមកពីណាអញ្ចឹងអង្គុយប្រសាទនេះគឺវាបានមកពីមជ្ឈដ្ឋានដែលខាងក្រៅដែលយើងត្រូវទទួលបានវាជាព័ត៌មានឬក៏ជារំញោចនឹងឯងអញ្ចឹងពេលដែលអង្គុយប្រសាទនឹងដំបូងគឺវាធ្វើដំណើរចាប់ផ្ដើមពីដងទ្រីបណាចាប់ផ្ដើមពីដងទ្រីបអញ្ចឹងដងទ្រីបនេះវាបញ្ជូនអង្គុយប្រសាទនេះមកកាន់តួកោសិកាបន្ទាប់មកតួកោសិការបស់យើងគឺបានបញ្ជូនអង្គុយប្រសាទហ្នឹងមកកាន់អាហ្សូនណាមកកាន់អាហ្សូនរហូតទៅដល់ចុងអាហ្សូនហ្នឹងគឺនៅល្បឿន120ម៉ែត្រក្នុង1វិនាទីតើណាគ្នាយើងអញ្ចឹងមានន័យថាបើសិនជាសំណួរគេសួរថាតើអង្គុយប្រសាទមានទិសដៅចាប់ផ្ដើមពីណាទៅណាអញ្ចឹងគ្នាយើងឆ្លើយមកគឺអង្គុយប្រសាទគឺមានទិសដៅដោយដំបូងចាប់ផ្ដើមពីដងទ្រីបមកកាន់តួកោសិកាបន្ទាប់មកចុះទៅកាន់តួកោសិកាបន្ទាប់មកចុះទៅកាន់អាហ្សូនរហូតទៅដល់ចុងអាហ្សូននៅល្បឿន120ម៉ែត្រក្នុង1វិនាទីអញ្ចឹងគ្នាយើងឃើញលឿនណាលឿនជាងផ្លូវ highway ទៀតណាបើសិនជាអង្គុយប្រសាទយើងធ្វើដំណើរយឺតចឹងមានន័យថាវាអត់បានជួយសារពាង្គកាយយើងពីគ្រោះថ្នាក់អីផ្សេងដោយវាមានសកម្មភាពលឿននេះដើម្បីការពារសារពាង្គកាយរបស់យើងពីគ្រោះថ្នាក់ផ្សេងឲ្យយើងដឹងទទួលបានព័ត៌មានជាមុនណាអូខេអញ្ចឹងយើងបានស្គាល់ពីអង្គុយប្រសាទហើយឥឡូវគ្នាយើងមកដល់ចំណុចមួយទៀតគឺតកតងទៅនឹង synapse ណាតកតងទៅនឹង synapse អញ្ចឹងនិយមបណ្ដៃ synapse សិនមុនដល់ចំណុច synapse គ្នាយើងត្រូវស្គាល់ synapse សិនអញ្ចឹង synapse គេថាវាគឺជាលំហតូចមួយដែលនៅស្ថិតនៅចន្លោះចុងអាហ្សូននៃ neuron មួយជាមួយនឹងដងទ្រីបឬក៏តួកោសិការបស់ neuron បន្ទាប់អញ្ចឹងគ្នាយើងមកមើលរូបភាពដែលលោកគ្រូគូសនេះអញ្ចឹងនេះគឺជាចុងអាហ្សូនអញ្ចឹងនេះគឺជាដងទ្រីបឬក៏តួកោសិការបស់ neuron បន្ទាប់ហើយដល់ពេលនេះគេហៅវាជាលំហណានេះជាលំហអញ្ចឹងលំហហ្នឹងហើយគេហៅថា synapse ណាបងប្អូនណាហ្នឹងគេហៅថា synapse អូខេអញ្ចឹងគ្នាយើងស្គាល់ពី synapse ហើយឥឡូវគ្នាយើងមកស្គាល់អំពីតើអង្គុយប្រសាទហ្នឹងវាឆ្លងកាត់ synapse យ៉ាងដូចម្ដេចតើណាហើយសំណួរហ្នឹងគឺល្បីខ្លាំងមែនទែនគឺអាសាចេញប្រឡងបាក់ដូចគ្នានៅក្នុងមេរៀនហ្នឹងអញ្ចឹងសកម្មភាពអង្គុយប្រសាទឆ្លងកាត់ synapse អញ្ចឹងគ្នាយើងមិនស្គាល់អង្គុយប្រសាទហើយក៏ស្គាល់ synapse ដែរណាស្គាល់ synapse ដែរអញ្ចឹងដើម្បីអាចឆ្លើយទៅលើសំណួរនឹងបានគ្នាយើងត្រូវស្គាល់អំពីធាតុផ្សំនៅក្នុងរបស់ neuron នឹងរបស់ចុងអាហ្សូននឹងគេដែលនៅក្នុងចុងអាហ្សូននឹងគឺវាមានផ្ទុកគេហៅថាថង់តូចនេះមានថង់តូចហើយនៅក្នុងថង់តូចនេះគឺវាមានផ្ទុកសារធាតុគីមីនេះដែលលោកគ្រូគូសហ្វឺតក្រហមតូចហ្នឹងគេហៅថាវាជាសារធាតុគីមីណាជាសារធាតុគីមីដល់ពេលនេះគឺជាដងទ្រីបវាក៏តួកោសិការបស់ neuron បន្ទាប់មានន័យថាវាជា neuron ទី2លែងស្ថិតនៅក្នុង neuron ទី1នេះទៀតហើយអូខេតោះណាអញ្ចឹងឥឡូវយើងមកមើលតកតូនទៅនឹងសកម្មភាពអង្គុយប្រសាទឆ្លងកាត់ synapse អញ្ចឹងដំបូងនេះជាអង្គុយប្រសាទណាជាអង្គុយប្រសាទលោកគ្រូគូអញ្ចឹងអង្គុយប្រសាទនឹងដំបូងវាធ្វើដំណើរចាប់ពីណាពីដងទ្រីបចុះទៅកាន់តួកោសិការហូតទៅដល់ចុងអាហ្សូនអញ្ចឹងដល់ពេលសកម្មភាពអង្គុយប្រសាទវាធ្វើដំណើរទៅដល់ចុងអាហ្សូន
ចឹងគ្នាយើងដឹងហើយថានៅក្នុងចុងអាក់ហ្សូនគឺវាមានផ្ទុកថង់តូចៗជាច្រើនហើយក្នុងថង់តូចៗទាំងនោះគឺវាមានផ្ទុកសារធាតុគីមីអញ្ចឹងសារធាតុគីមីហ្នឹងគឺអង្គភូមិសាស្ត្រហ្នឹងក៏បានទៅផ្ទុះបំបែកណាផ្ទុះបំបែកសារធាតុគីមីដែលវាស្ថិតនៅក្នុងថង់តូចៗហ្នឹងចឹងដល់ពេលវាផ្ទុះបំបែកសារធាតុគីមីនៅក្នុងថង់តូចៗហ្នឹងសារធាតុគីមីនោះក៏ផ្ទុះបំបែកហើយសាយភាឆ្លងកាត់អីគេលំហតូចៗដែលយើងហៅថាស៊ីណាប់ណាតើណាអញ្ចឹងបន្តមកសារធាតុគីមីឬក៏ណឺរ៉ូនបញ្ជូនសារណាវាបានសាយឆ្លងកាត់លំហស៊ីណាប់ទៅកាន់ណឺរ៉ូនបន្ទាប់មានន័យថាទៅកាន់ណឺរ៉ូនទីម៉ានទី2ណាណឺរ៉ូនទី2អញ្ចឹងពេលវាសាយទៅកាន់ដងទ្រីបឬក៏តួកោសិកាណឺរ៉ូនទី2ហ្នឹងវាបង្កើតបានជាអង្គភូមិប្រសាទថ្មីណាវាបង្កើតបានជាអង្គភូមិប្រសាទថ្មីអញ្ចឹងពេលដែលវាបង្កើតបានអង្គភូមិប្រសាទថ្មីអង្គភូមិប្រសាទនោះក៏បានធ្វើដំណើរចេញពីតួកោសិកាទៅកាន់អាក់ហ្សូនរហូតទៅដល់ចុងអាក់ហ្សូននៅណឺរ៉ូនបន្ទាប់ហ្នឹងនៅល្បឿន120ម៉ែត្រក្នុង1វិនាទីហើយសកម្មភាពបែបហ្នឹងហើយគេហៅថាសកម្មភាពណឺរ៉ូនមួយភ្ជាប់ទៅនឹងណឺរ៉ូនមួយទៀតអញ្ចឹងណឺរ៉ូនមួយភ្ជាប់ទៅនឹងណឺរ៉ូនមួយទៀតអាចភ្ជាប់គ្នាទៅបានដោយឆ្លងកាត់លំហស៊ីណាប់ហើយណឺរ៉ូនទាំងពីរភ្ជាប់គ្នាគឺមិនប៉ះគ្នាដោយផ្ទាល់ទេគឺវាឆ្លងកាត់តាមរយៈលំហស៊ីណាប់នឹងឯងដែលសម្រាប់ឲ្យសារធាតុគីមីដើម្បីសាយដែលវាមានផ្ទុកអង្គភូមិប្រសាទហ្នឹងទៅបង្កើតទៅលើអង្គភូមិប្រសាទថ្មីតើណាគ្នាយើងអញ្ចឹងដើម្បីអាចឆ្លើយទៅលើសំណួរមេរៀននឹងបានលោកគ្រូឲ្យគន្លឹះ3សម្រាប់ឲ្យគ្នាយើងអាចដើម្បីងាយស្រួលនៅក្នុងការចងចាំទៅលើរបៀបនៅក្នុងការឆ្លើយសំណួរហ្នឹងអញ្ចឹងរបៀបទី1គឺគ្នាយើងត្រូវស្គាល់ថាចុងអាក់សូនសិនទីតាំងនៅក្នុងចុងអាក់សូនទី2គឺសកម្មភាពអង្គភូមិប្រសាទឆ្លងកាត់ហើយទី3គឺណឺរ៉ូនថ្មីអញ្ចឹងណឺរ៉ូនថ្មីហ្នឹងគឺវាមានអង្គទ្រីបតួកោសិការបស់ណឺរ៉ូនទី2ហ្នឹងតើណារបៀបកន្លឹះឆ្លើយហើយងាយស្រួលទេដើម្បីអាចឲ្យយើងចងចាំស្រួលហ្នឹងហើយយល់ថែមទៀតអញ្ចឹងទី1គឺនៅក្នុងចុងអាក់សូនអញ្ចឹងគ្នាយើងមើលទៅដូចលោកគ្រូបានបញ្យល់អញ្ចឹងនៅក្នុងចុងអាក់សូននៅពេលដែលអង្គភូមិប្រសាទធ្វើដំណើរទៅដល់ចុងអាក់សូនហើយនៅក្នុងចុងអាក់សូននោះគឺមានផ្ទុកថង់តូចៗជាច្រើនដែលមានផ្ទុកសារធាតុគីមីណាថង់តូចៗជាច្រើនដែលមានផ្ទុកសារធាតុគីមីហើយសារធាតុគីមីនោះក៏បានអីគេនៅពេលដែលសកម្មភាពអង្គភូមិប្រសាទទៅដល់ចុងអាក់សូននោះក៏បានផ្ទុះបំបែកថង់តូចៗហ្នឹងឲ្យសារធាតុគីមីហ្នឹងវាសាយបន្ទាប់មកសាយចេញហ្នឹងឲ្យឆ្លងកាត់អីឆ្លងកាត់ស៊ីណាប់ពេលវាឆ្លងកាត់ស៊ីណាប់ហើយស៊ីណាប់ហ្នឹងដែលមានអីគេដែលវាមាននីតិដឹកនាំអង្គភូមិប្រសាទគេហៅនៅរោមបញ្ជុំប្រសាទហ្នឹងវាមកបង្កើតអង្គភូមិប្រសាទថ្មីនៅអីគេនៅលើតួកោសិកាឬក៏ដងទ្រីបនៅរោមបន្ទាប់រួចវាធ្វើដំណើរចុះតាមតួកោសិការហូតទៅដល់ចុងអាក់សូននៅល្បឿន120ម៉ែត្រក្នុង1វិនាទីហើយសកម្មភាពបែបហ្នឹងហើយគេហៅថាសកម្មភាពការភ្ជាប់ពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀតហើយការភ្ជាប់គ្នារវាងណឺរ៉ូនទាំងពីរគឺវាអត់ប៉ះគ្នាដោយផ្ទាល់ទេគឺវាមានលំហស៊ីណាប់អូខេអញ្ចឹងចំពោះតេតូនទៅនឹងវីដេអូរបស់លោកគ្រូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណ